ក្រោកពីគេងឡើងមកចាប់ផ្ដើមរើសពងទាយកទៅទុកហើយទីចិញ្ចឹមខ្លួនឯងមាន4 10ទានឹងឯងនិយាយពីថាបងប្អូនកំងម្នាក់4 10គ្រាប់ដោយសារតែផ្លូវពិបាកពេកញ៉ាំបានយកទៅទេចាប់ផ្ដើមមកបេះម្ទេសយកទៅលក់ហើយម្ទេសធម្មជាតិអត់មានជាតិគីមីបានបាញ់ថ្នាំអីទេបងប្អូនអើយក្រមើលក៏ដឹងដែរនិយាយពីថាផ្លែល្អនោះល្អចាប់ផ្ដើមមកកាត់ត្រាប់កាត់អីទៅលក់លាយឡំគ្នាជាមួយម្ទេសណាបងប្អូននិយាយទៅមួយថ្ងៃ10000 20000រៀលក្តីយើងធ្វើតើបងប្អូនអើយមានដីចេះតែដាំទៅតែវាកើតល្អទៀតណាបងប្អូនមេឃភ្លៀងរើថ្ងៃទៀតនោះមិននិយាយពីថាមកកាក់បារាំងវិញមានបងប្អូនណាចង់បានខ្ញុំកាត់យកទៅអោយពីថាល្អនោះល្អអត់មានហូបទេបើថាតបែកខ្ញុំវិញបងប្អូននៅថាអត់ចងថងទេគឺថាអត់បានផ្លែហូបទេដោយសារតែមានមេមានសត្វវាចោះចឹងហើយក៏វាខូចផ្លែចឹងបងប្អូននិយាយពីក្រូចឆ្មាខ្ញុំវិញក៏ដូចគ្នាដែរបងប្អូនហើយផ្លែឡើងរណោករណែតែម្ដងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណកុំភ្លេចចូលមកចុច follow ម្នាក់មួយផងណា